ចាប់បាននៅពេលនេះមកស៊ូយើងក៏កំពុងតែត្រូវបានអាទិទេពខ្មោចមួយអង្គនោះកំពុងតែដេញតាមប្រមាញ់កញ្ញាំដ៏ធំរបស់គេព្យាយាមចាប់ទៅកាន់ស៊ូយើងតែមិនអាចចាប់បានទេគេក៏នៅតែបន្តនិយាយទៅពីដដែលថាជាអមតៈគណៈពេលនេះក៏បានបញ្ចេញនូវសភាពវៈចម្លែកនៅលើខ្លួនរបស់គេនៅវាប្រហារទៅកាន់ស៊ូយើងបន្តចំនួនរបស់វាក៏ពិតជាច្រើនស៊ូយើងក៏ពិបាកនឹងគេចខ្លួនផងដែរយន់ឈីនេះវិញក៏ព្យាយាមគេចទាំងផាត់ភ័យគេក៏ប្រាប់ទៅវិញថាគេគឺជាបិសាចមិនមែនជាពួកអមតៈទេបើទោះបីជាអញ្ចឹងអាទិទេពខ្មោចមួយអង្គនេះគេវាប្រហារមិនខ្វល់ពីអ្វីទាំងអស់ភ្លាមយន់ឈីក៏ត្រូវបានគេវាប្រហារខ្ទាតបុកនឹងដំថ្មធ្វើឲ្យគេសន្លប់បាត់ស៊ូយើងឃើញបែបនេះមិនអាចបោះបង់ចោលគេបានឡើយក៏បានសម្រុកចូលទៅវិញគេចពីសភាពវៈចម្លែកនេះរួចក៏បានចាប់យន់ឈីរត់គេចបន្តតែគណៈពេលនឹងដែរអាទិទេពខ្មោចក៏បានប្រើនៅកញ្ញាំដៃដ៏ធំរបស់គេចង់ចាប់ទៅកាន់ស៊ូយើងឃើញកំណត់ដៃដ៏ធំរបស់គេសម្ដៅមករកគាត់បែបនេះក៏បានបោះនៅយន់ឈីចេញទៅរួចក៏បានប្រើប្រាស់កំណត់ដៃដ៏តូចរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងបាតដៃដ៏ធំមួយនេះជាលទ្ធផលនោះក៏ហើយដៃទៅលំបាត់ទៅហើយអាទិទេពខ្មោចមួយអង្គនោះក៏នៅតែបន្តនិយាយថាអមតៈស្របពេលនឹងដែរយើងក៏សត្វទៅបានឃើញនៅធម្មពលលេចចេញអំពីដៃរបស់គេមិនត្រឹមតែបាតដៃទេវាក៏ថែមទាំងបានរៀលដាតាមដៃរហូតទៅពេញខ្លួនទាំងមូលតែម្ដងអាទិទេពខ្មោចក៏បានស្រែកដល់ក្តីឈឺចាប់មួយរំពេចក្រោយធម្មពលក៏បានផ្ទុះកំទេចនៅរាងកាយរបស់គេខ្ទេចស៊ូយើងជាមួយនឹងយន់ឈីឃើញបែបនេះក៏មានការភ្ញាក់ផ្អើលហើយតាមពិតអ្នកដែលបានមកជួយនោះគឺជាជូមួយនោះស៊ូយើងក៏និយាយផងដែរថាកណ្ដឹងមួយនេះបានជួយពួកយើងម្ដងទៀតហើយដកដង្ហើមធំតិចធូរទ្រូងយ៉ាងខ្លាំងយន់ឈីនោះក៏ថាបំភ័យខ្ញុំស្លាប់ហើយព្រោះក៏បានរំលឹកទៅដល់ពីសម្ដីអាទិទេពខ្មោចនោះបាននិយាយថាជីវិតអមតៈគឺជាឯងមែនទេស៊ូយើងគាត់ក៏ងើយឆ្ងល់ដែរគឺជាខ្ញុំតែយន់ឈីក៏ថាបើឯងជីវិតអមតៈមែនអញ្ចឹងខ្ញុំគឺជាពស់ថ្លាន់បុរាណហើយបន្តមកក៏ប្រាប់ស៊ូយើងថាកណ្ដឹងមួយនេះគឺជាវត្ថុទៅមួយមែនដោយសារតែគេបានចងភ្ជាប់និស្ស័យជាមួយនឹងឯងហើយអញ្ចឹងឯងរក្សាទុកវាទៅស៊ូយើងក៏គិតអញ្ចឹងដែរតែវាធំពេកនៅពេលដែលយកតាមខ្លួននោះនឹងតាក់ទាញនឹងការចាប់អារម្មណ៍ជាច្រើនជាមិនខានប្រសិនបើជាវាអាចរួមតូចបាននោះតែឡើងតែនិយាយមិនបានចាប់អារម្មណ៍ទេថាកណ្ដឹងនេះបានមកដល់ក្រោយខ្នងគាត់បាត់ហើយយន់ឈីដែលបានមើលឃើញនោះគេក៏ផាត់ភ័យយ៉ាងខ្លាំងស៊ូយើងឃើញគេផ្លែបែបនេះក៏បានសម្លឹងទៅមើលកណ្ដឹងតែវាក៏បានបាត់ស៊ូយន់ឈីគេទៅណាបាត់ហើយយន់ឈីវិញក៏ចង់ប្រាប់ស៊ូយើងតែកណ្ដឹងដែលនៅក្នុងខ្លួនស៊ូយើងនោះក៏បានបញ្ចេញនូវធម្មពលមកគេក៏ផាត់ភ័យដែលបែបនេះក៏មានតែធ្វើជាមិនដឹងស៊ូយើងរៀងងើយឆ្ងល់បន្តិចងាកកទៅក៏ស្ទើរតែបានលឺសំឡេងកណ្ដឹងស៊ូយើងក៏ងើយឆ្ងល់ព្យាយាមងាកកចុះឡើងយន់ឈីនោះក៏ផាត់ភ័យយ៉ាងខ្លាំងប្រាប់ស៊ូយើងកុំឲ្យញ័រអីប្រយ័ត្នក្បាលធ្លាក់ចុះមកស៊ូយើងក៏គិតអញ្ចឹងដែរមិនត្រឹមតែក្បាលទេថែមទាំងធម្មពលឈីនិងឈាមរបស់គាត់ក៏ធ្លាក់ចុះដូចគ្នាហើយមើលទៅរូបរាងពេលនេះទៅសតតែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះក៏បានសួរយន់ឈីតើឯងមានបញ្ហាអ្វីស្រាប់ពេលនោះដែរស៊ូយើងក៏ស្ទើរតែបានចូលទៅក្នុងសមុទ្រផ្លូវចិត្តរបស់គាត់ព្រឹទ្ធាចារ្យកណ្ដឹងក៏បាននិយាយចេញមកថាអល្អិតឯងមានដឹងទេអំពីអ្វីដែលគេហៅថាសមុទ្រផ្លូវចិត្តស៊ូយើងក៏សួរគាត់វិញថាលោកគឺជានរណាគាត់មិនបានឆ្លើយទេបែរជាទៅនិយាយធម្មពលឈីនិងឈាមរបស់ស៊ូយើងបានវឹកហាត់យ៉ាងច្បាស់លាស់ឥឡូវនេះថែមទាំងបានឈានដល់ចំណុចកំពូលនៃដំណាក់កាលប្រមូលផ្ដុំឈីទៀតប៉ុន្តែគ្រាន់តែឯងមិនទាន់ដឹងអំពីសមុទ្រផ្លូវចិត្តដែលនៅខាងក្នុងប៉ុណ្ណោះដូច្នេះហើយការវឹកហាត់របស់ឯងគឺមិនអាចបន្តទៅមុខបានទៀតទេស៊ូយើងក៏បានសួរគាត់តើសមុទ្រផ្លូវចិត្តគឺជាអ្វីទៅគាត់ក៏បានប្រាប់មកវិញថាវាស្ថិតនៅលើខួរក្បាលរបស់ឯងដើម្បីបើកនៅអាណាចក្រដែលមើលមិនឃើញយកសរីរាង្គទាំង5របស់ឯងចូលទៅក្នុងស្ថានភាពដែលដូចជាភ្នំនិងទន្លេសម្រួលនៅធម្មពលឈីទាំង5និងចម្រាញ់វាទៅជាធម្មពលឈីបឋមមានតែពេលនោះទេទើបឯងអាចដោះសោត្រាដែលស្ថិតនៅលើរាងកាយរបស់ឯងបានហើយនឹងទម្លុះចូលទៅកាន់អាណាចក្រស្នូមាសទើបយើងក៏បានសួរប្រជាវិញអាណាចក្រស្នូមាសមិនត្រូវជាមួយនឹងអាណាចក្រឋានសួគ៌ទេស្របពេលនោះដែរបើយើងក្លែមកខាងក្រៅវិញយន់ឈីក៏កំពុងតែងើយឆ្ងល់គេកំពុងតែនិយាយម្នាក់ឯងមែននឹងនៅខាងក្នុងនេះវិញប្រជាក៏បានរំលឹកដល់ពីសម្ដីដែលស៊ូយើងនិយាយអំបញ្ញមិញនេះក៏បាននិយាយទៅដល់បច្ចេកទេសរបស់គ្រូសាចៅដែលជាបច្ចេកទេសនៅសាមញ្ញស៊ូយើងអានឹងស្អីគេទៅវិញខ្ញុំកំពុងតែណែនាំឯងអំពីអ្នកវឹកហាត់ធម្មពលឈីអញ្ចឹងមានន័យថាឯងមិនមែនជាអ្នកវឹកហាត់ធម្មពលឈីទេស៊ូយើងក៏សួរបកទៅកាន់គាត់វិញថាអ្នកវឹកហាត់ធម្មពលឈីនោះគឺជាអ្វីប្រជាក៏ដឹងក៏បានប្រាប់ឲ្យផ្លេចចោលទៅឥឡូវនេះគាត់នឹងបង្រៀនគេអំពីរបៀបធ្វើវាចោលដំបូងក៏ឲ្យគេបិទភ្នែកតែពាក់កណ្ដាលបានហើយទុកពន្លឺខ្លាំងឲ្យចូលទៅក្នុងភ្នែកហើយរក្សាគំនិតតែមួយក្នុងចិត្តរបស់ឯងហើយគំនិតមួយនេះគឺជាស្មារតីរបស់ឯងហើយធ្វើតាមពីសម្ដីរបស់ខ្ញុំភ្នែកទាំងគូប្រៀបដូចជាព្រះអាទិត្យនិងព្រះច័ន្ទសក់ប្រៀបដូចជាផ្កាយប្រៀបចំវិមានតាមស្មារតីរបស់ឯងកែលម្អគំនិតនេះទៅជាធម្មពលខាងវិញ្ញាណបន្តមកឯងនឹងបានឃើញពន្លឺនៅខាងមុខហាក់បីដូចជាចក្រវាឡមួយហើយប៉ុន្តែការកែលម្អស្មារតីខាងវិញ្ញាណនេះគឺចំណាយពេលច្រើនថ្ងៃខ្លាំងណាស់ឬក៏បានប្រាប់ស៊ូយើងថានៅពេលដែលគេបានវឹកហាត់រួចនោះក៏ឲ្យហៅគាត់មកហើយពេលនេះទៅគាត់ចាប់អារម្មណ៍ថាស៊ូយើងបានធ្វើបានសម្រេចបាត់ហើយសាច់រឿងក៏បានបង្ហាញដែរថានេះគឺជាពិភពលោកខាងវិញ្ញាណដែលជាអាណាចក្រមើលមិនឃើញបន្តមកយើងកាត់ទៅកាន់តកូរធំៗទាំង8ឯនេះវិញនៅក្នុងតកូរយានកញ្ញាម្នាក់ក៏បានណែនាំខ្លួនថានាងក៏មានឈ្មោះថាយានវៃយ៉ាងហើយគ្រួសាររបស់នាងគឺជាគ្រួសារធំមួយក្នុងចំណោមគ្រួសារធំៗទាំង8តាំងពីតូចមកនាងបានរស់នៅគ្រួសារដែលមានកិត្យានុភាពមួយនេះមានអាហារហូបចុកពេញលេញសម្លៀកបំពាក់ថ្លៃៗគ្រឿងតុបតែងខ្លួនដែលមានតម្លៃជាច្រើននិងតែទាំងបានវឹកហាត់នៅបច្ចេកទេសនោះដ៏ល្អបំផុតទៀតផងតែតម្លៃដែលខ្ញុំត្រូវតបស្នងបន្ទាប់ពីធំឡើងនោះខ្ញុំត្រូវរ៉ាប់រងមកតគ្រួសារទាំងមូលដូច្នេះក៏មានន័យថាបើទោះបីជានាងកើតមកជាមួយនឹងគ្រួសារដែលមានភេទល្បីល្បាញខ្លាំងប៉ុណ្ណាក៏ដោយតែនាងគ្មានសេរីភាពទេនាងក៏បាននិយាយផងដែរជីវិតមួយនេះមិនមែនរបស់នាងទេគឺសម្រាប់គ្រួសារបុព្វបុរសជាមួយនឹងម្ដាយឪពុករបស់ខ្ញុំពីមួយចំនួនទៅមួយចំនួនតែងតែធ្វើបែបនេះហើយខ្ញុំយានវៃយ៉ាងនឹងទទួលខុសត្រូវអំពីរឿងដែលបានកើតឡើងចំពោះខ្ញុំទាំងអស់ហើយរៀបរាប់ថ្ងៃស្មានតែគេជានារីមើងម៉ាត់តាមពិតតែគ្រាន់តែជាក្មេងស្រីលែកឡក់ម្នាក់ប៉ុណ្ណោះលោកម្ចាស់សៀវដែលជាអ្នកបម្រើក្នុងគ្រួសារជានោះក៏និយាយផងដែរតែនាងចង់ធ្វើអ្វីនាងក៏បានតទៅកាន់គាត់វិញក្រែងគាត់ថានាងគួរតែស្លៀកពាក់ឲ្យស្អាតមែនទេគាត់ក៏បាននិយាយទាំងដកដង្ហើមធំពួកយើងចេញទៅខាងក្រៅនេះដើម្បីវឹកហាត់មិនមែនទៅចូលរួមពិធីរៀបការអ្វីទេដល់បែបនេះវៃយ៉ាងក៏បានចូលទៅបដូរសម្លៀកបំពាក់វិញទៅមួយសន្ទុះក្រោយក៏បានចេញមកសួរគាត់មួយនេះយ៉ាងម៉េចដែរគាត់ក៏បានឆ្លើយថាទេនាងក៏បានទៅបដូរមួយឈុតទៀតហើយឈុតដែលវៃយ៉ាងស្លៀកពាក់ចេញមកនោះក៏ដោះកតែម្ដងមានឈុតកងទ័ពផងឈុតអ្នកបម្រើផងលំពេញនឹងបែរសម
ម៉ោងក្រោយក៏បានតែងខ្លួនដូចជាមនុស្សប្រចេញមកលើកនេះក៏បានពេញចិត្តហើយពេលយ៉ាងនាងក៏មិនឆ្ងល់អ្វីទេព្រោះតែគ្រួសារយានមិនសូវមានកូនចៅឡើយដូច្នេះនាងក៏ត្រូវបានគេចិញ្ចឹមតាមរបៀបក្មេងប្រុសតាំងពីតូចមកម្ល៉េះសម្បីតែជីតារបស់នាងវិញក៏ប្រាប់គេថានាងគឺជាមនុស្សប្រុសដែរប៉ុន្តែនាងក៏មិនអាចរក្សាបែបនេះជារៀងរហូតបានទេបានចឹងមិននឹងបានប្តីទៅបន្ទាប់មកសារៀងក៏បានកម្មការស៊ូយើងនេះវិញគាត់ស្គមសុកសុកក៏ស្ដាប់តែបានប្រែទៅជាធាត់យន់ឈីនោះគ្នាភ្ញាក់ចំប្រកាសចំមកពេលនៃកើតអីទៀតហើយដល់ឡែកនៅក្នុងពិភពខាងវិញ្ញាណនេះវិញធម្មពលជាច្រើនក៏បានប្រមូលផ្ដុំទៅលើដុំបាធម្មពលមួយដែលនៅចំពោះមុខស៊ូយើងប្រជាក៏ដឹងគាត់ក៏មានកម្មចាប់អាយ៉ាអាឡិតម្នាក់នេះចាប់បានលឿនម្លេះគេក៏កំពុងតែចម្រាញ់នៅធម្មពលឈីពិតទៅជាធម្មពលឈីបឋមសរសើរផងដែរថាក្មេងម្នាក់នេះពិតជាអស្ចារ្យពិតមែនហើយខ្វះតែមួយជំហានទៀតប៉ុណ្ណោះគឺនឹងក្លាយជាអមតៈពិតប្រាកដម្នាក់ហើយជាមួយនឹងសមត្ថភាពបែបនេះគេក៏ថែមទាំងអាចតាមទាន់ទៅកាន់លោកម្ចាស់ថែមទៀតផងតែក៏បានកវីក្បាលវិញយ៉ាងណាក៏ដោយមិនដល់លោកម្ចាស់ទេបន្តមកក៏មិនចេះស៊ូយើងនិយាយផងដែរថាពេលនេះក៏របួសធ្ងន់ណាស់ដូច្នេះក៏មានតែខ្ចីធម្មពលឈីនិងឈាមរបស់គេដើម្បីព្យាបាលសិនហើយចាត់ទុកថានេះគឺជាសំណងដែលខ្ញុំជួយណែនាំទៅកាន់ឯងទៅចោះក្រោយមកក៏ចាប់ផ្ដើមសរុបយកនៅធម្មពលរបស់ស៊ូយើងនៅខាងក្រៅវិញរាងកាយដុតធាត់ក៏បានប្រែទៅជាស្គមវិញយន់ឈីនោះភ្ញាក់ទៀតហើយជុំមកទៀតហើយនេះពេលនេះក៏ដឹងថារឿងដែលបានកើតឡើងនេះប្រកាសជាស្នាដៃរបស់កណ្ដឹងមួយនោះជាមិនខានមិនបានទេស៊ូយើងគឺជាមិត្តរបស់ខ្ញុំមិនអាចឆោមមើលកណ្ដឹងបិសាចនេះលេបតបាក់គាត់បានឡើយនិយាយរួចក៏បានសម្រុកចូលទៅតែព្រឹកយ៉ាងកណ្ដឹងក៏បានសន្លឹងមកបន្តិចគេក៏បានគាំងស្គប់វាយ3 4ដងទៀតក៏មិនឈ្នះគាត់ដែរតាមនឹងទៅចឹងបន្ទាប់មកសាច់រឿងក៏បានកម្មដល់3ថ្ងៃក្រោយស្ថិតនៅលើកំពូលភ្នំជៀនយើងក៏បានឃើញអ្នកអតិថិនៃភ្នំជៀនក៏កំពុងតែគម្រាមទៅកាន់អ្នកភូមិហើយអតិថិបិសាចម្នាក់នេះគេក៏មានឈ្មោះថាដៃកោះឡានច្រឡំគ្នាយើងដៃកនឡាងរីឯនៅក្បែរនេះវិញក៏មានអ្នកអតិថិខ្មោចនៃភូមិយ៉ាងជីថាងហើយពួកគេក៏កំពុងធ្វើដំណើរទៅស្វែងរកស៊ូយើងដែរជាក់ស្ដែងពេលនេះក៏ឆ្លៀតគម្រាមអ្នកភូមិដើម្បីយកអាហារមកញ៉ាំតែដោយសារតែពួកគេមិនស្ទើរមាននោះទៅកនឡាងស្ដីគេបែបនេះអ្នកភូមិទាំងអស់នេះមិនហ៊ានតមាត់ឡើយក៏មានការភ័យខ្លាចយ៉ាងខ្លាំងព្រោះកនឡាងក៏បានចាក់សារឲ្យលោកម្ចាស់យ៉ាងម្នាក់នោះផឹកក៏ប្រន្តែបានសួរផងដែរថាលោកម្ចាស់មកពីខាងណាដែរទៅលោកម្ចាស់យ៉ាងម្នាក់នោះក៏បានប្រាប់ថាគេគឺជាអន្តរប្រចាំទីក្រុងយ៉ាងជីថាងហើយគេទទួលបានគ្រឿងដង្វាយអស់រយៈពេល234ឆ្នាំមកហើយម្នាក់តែងតែយកគ្រឿងដង្វាយមកឲ្យគាត់មិនចន្លោះសម្បីតែមួយហើយគ្រប់គ្នាបានហៅគេថាគឺជាលោកម្ចាស់យ៉ាងកនឡាងគេក៏ថាពិតជាមានកិត្តិយសណាស់ដែលបានជួបលោកម្ចាស់យ៉ាងនោះហើយបន្តិចក៏ថាភូមិត្រុតត្រោមមួយនេះសម្បីតែក្មេងស្រីសំរុំមួយក៏មិនមានដែរគណៈពេលនោះក៏បានចាប់រោមទៅកាន់ក្មេងស្រីម្នាក់សួរនាងតែមានអាយុប៉ុន្មានហើយអពេលនេះក៏បានសម្លឹងមើលទៅកាន់ក្មេងស្រីឬក៏ចាំបកគលនាងទៅឲ្យគេយន់កងក៏និយាយផងដែរតាកម្ចាស់នេះពិតជាល្បិចច្រើនណាស់លោកម្ចាស់យ៉ាងនោះក៏សួរហើយឯមានបញ្ហាចំពោះរឿងនេះមែនទេឬបែបនេះគេក៏បញ្ញាបកាយយ៉ាងលឿនបន្ទាប់មកក៏ប្រើធម្មពលចាប់យកក្មេងស្រីមកសរសើរទៅកាន់កនឡាងថាគេក៏ពិតជាមនុស្សល្ងងខ្លៅពិតមែនមិនឆ្ងល់ទេដែលគេនៅជាប់គាំងធ្វើជាអតិថិបិសាចតាមភូមិតាមភ្នំតូចតាចបែបនេះកនឡាងមិនហ៊ានបកាយទេក៏បានទទួលយកឬក៏បាននិយាយទៅកាន់តាចាស់មួយនោះជាមួយតែខ្ញុំចាត់ការឯងដោយរបៀបណាចំណែកឯលោកម្ចាស់បាម្នាក់នោះក៏និយាយថានាងក៏ពិតជាស្គមណាស់ប៉ុន្តែទន់ភ្លន់នេះប្រហែលជាឆ្ងាញ់ណាស់ហើយនិយាយបណ្ដាលិតមាត់លិតក៏បណ្ដាឬក៏បានយកនៅផ្លូវមន់មួយឲ្យនាងជារង្វាន់មិនស្អីក៏ពិតជាសប្បាយចិត្តប្រហែលជាស្ដាយក្លៀនណាស់ហើយតែប៉ុណ្ណឹងគេគ្រាន់តែចង់លេងសើចជាមួយនឹងនាងប៉ុណ្ណោះដល់ពេលនឹងយើងក្លែងមកកាន់ម្ខាងទៀតយើងក៏បានឃើញស៊ូយើងក៏កំពុងតែលួចមើលផងដែរយន់ឈីក៏បានប្រាប់ស៊ូយើងកុំឲ្យខ្វល់អីធ្វើដំណើរទៅកាន់រូងភ្នំឈីងយានទៅសំខាន់ជាងលើសពីនេះកម្លាំងអតិថិបិសាចម្នាក់នេះគឺលើអំពីអតិថិបិសាភ្នំថ្មទៀតផងស៊ូយើងគាត់គិតបន្តិចក៏បានហក់ចុះទៅខាងក្រោមដល់ឡែកក្មេងស្រីនេះវិញខណៈពេលដែលកំពុងតែញ៉ាំឆ្ងាញ់នោះគេក៏បានប្រាប់ប្រាថាអំពររួមរត់ទៅលើរាងកាយរបស់នាងនៅម្ខាងទៀតយន់ឈីក៏បានប្រាប់ស៊ូយើងធ្វើដំណើរលឿនទៅប្រយ័ត្នគេឃើញតន់ស៊ូយើងក៏បានតវ៉ៃតែនៅតែបន្តស្ងប់ស្ងាត់ដល់ឡែកអតិថិបិសាម្នាក់នោះក៏បានមកចូលនៅស្រាបន្ថែមដើម្បីធ្វើរាងកាយរបស់នាងកាន់តែឆ្ងាញ់ក្មេងស្រីក៏បានស្រែកដល់ក្តីឈឺចាប់នាងក៏ព្យាយាមរើតែគេក៏នៅតែមកចូលនៅស្រាទៅបន្ថែមទៀតយន់ឈីនិយាយចោលនិយាយឡើងក៏បាននិយាយទៅដល់អតិថិបិសាស៊ីមនុស្សស៊ូយើងលើកបែបនេះក៏បានឈប់តាមម្ដងប្រាប់យន់ឈីថាគាត់មិនចង់រត់គេចទៀតទេចំណែកឯអតិថិបិសាម្នាក់នោះក៏នៅតែបន្តធ្វើទរណកម្មទៅលើនាងព្រមទាំងបាននិយាយផងដែរថាជាមួយនឹងស្ថានភាពអស់សង្ឃឹមបែបនេះចំណង់អាហាររបស់គេគឺកាន់តែកើនឡើងស៊ូយើងនេះវិញក៏ស្ទើរតែបាននឹកទៅដល់ទស្សនវិជ្ជាកូនស្រីរបស់ពូជាងលូត្រូវបានអតិថិបិសាចាប់ទស្សនវិជ្ជាច្រើនក៏នៅតែបន្តលេចចេញមកធ្វើអ្នកមើលនេះចង់បែកភ្នែកភ្លាមសម្លេងស៊ូយើងក៏បានស្រែកប្រាប់គេឲ្យឈប់លោកម្ចាស់វ៉ានោះក៏ចាប់អារម្មណ៍នៅម្ខាងទៀតស៊ូយើងយន់ឈីក៏បានបង្ហាញខ្លួនមកជាមួយនឹងរាងកាយពូដ៏ធំសម្បើមគ្រាន់តែឃើញភ្លាមគេក៏ដឹងហើយថានេះគឺជាស៊ូយើងស្របពេលនឹងដែរនៅខាងលើនេះវិញទស្សនវិជ្ជាទាំងអស់ក៏ត្រូវបានចេញពីមើលឃើញទុកនៅធម្មពលរួចក៏បានរំលឹកទៅដល់ឈ្មោះស៊ូយើងញញឹមតែម្នាក់ឯងចំណែកឯលោកម្ចាស់វ៉ានោះក៏បានសោតមកយ៉ាងខ្លាំងនិយាយផងដែរថាអតិថិបិសាផ្សេងទៀតបានបញ្ញាធ្វើដំណើរទៅកាន់ទិសពីរយប់ដោយពួកគេគិតថានឹងអាចស្ទាក់ចាប់ឯនៅទីនោះប៉ុន្តែខ្ញុំមិនបានគិតដោយពួកគេទេទើបខ្ញុំមកស្ទាក់ចាប់ឯនៅទីនេះស្មានមិនដល់ឯងក៏ពិតជាមកមែនគាត់ឡើងលឿនចឹងគេក៏បានចេញមកធ្វើជាយកមកតែនេះមិនទាន់ចោលស្រួលបុផងក៏សតតែបានស៊ីមួយជើងដាច់ក្បាលចេញពីខ្លួនតែម្ដងស៊ូយើងក៏បានក្រោកមកសម្លឹងមើលទៅកាន់អាប៉ែនោះជាមួយនឹងទឹកមុខដ៏មាំអ្នកភូមិវិញឃើញចឹងក៏មានការផិតភ័យពីញាប់រងគ្នារត់គេចលោកម្ចាស់វាងនោះក៏ខឹងយ៉ាងខ្លាំងបំផ្ទុននៅធម្មពលមកស៊ូយើងក៏ពិបាកនឹងទប់ទល់មិនស្រីក៏បានខ្ទៀតមកនេះមិនទៅរត់គេចជាមួយនឹងពួកគេទេបែរជាមករករបស់ញ៉ាំទៅវិញជន់ឈីហើយបន្តិចក៏និយាយទៅកាន់គេគ្រាន់តែជាអតិថិបិសាការធម្មតាប៉ុណ្ណោះប៉ុន្តែអេស៊ីខ្លាំងណាស់សម្បីតែឌីងគាត់ដែលជាមន្ត្រីនៅក្នុងទីក្រុងលីងនិងវៃឈូក៏ត្រូវបានម្ចាស់តូចរបស់យើងសម្លាប់ដែរមិនត្រឹមតែប៉ុណ្ណេះអតិថិភ្នំថ្មហងស៊ីមពីងក៏ត្រូវបានម្ចាស់តូចរបស់យើងកាត់ជើងមកខាងទៀតផងគេក៏បានគំរាមទៅកាន់លោកម្ចាស់វាងម្នាក់នោះថាបើចង់នៅមានជីវិតបន្តទៀតនោះប្រញាប់រត់គេចទៅយន់ឈីខំគំរាមគេអស់ជាច្រើនតែគេហាក់បីដូចជាមិនបានខ្លាចសម្បីតែបន្តិចសរសើរទៀតផងថាមើលទៅឯងដូចជាមានជំនាញខ្លះដែរប៉ុន្តែពួកឯងប្រកាសហើយមែនទេថាខ្ញុំខ្សោយជាងពួកគេក្រវេដៃបន្តិចអាវុធមួយក៏បានលេចចេញមកវាយទៅកាន់យន់ឈីប៉ាំងទៅយ៉ាង
ឆ្ងាយយន់ឈីនៅក៏ឈឺចាប់យ៉ាងខ្លាំងនិយាយមកហើយអញស្វែងរកស៊ូយីងមានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំទៅស៊ូយីងបារម្ភក៏បានហៅយន់ឈីតែគេក៏ប្រាប់ថាមិនអីទេលោកម្ចាស់វាងម្នាក់នោះក៏បានឲ្យស៊ូយីងប្រញាប់ផ្លិតជង្គង់ចុះទៅតែស៊ូយីងក៏បានតទៅវិញចាប់តាំងពីគាត់បានសម្លាប់ទៅកាន់អធិទេពប្រចាំភូមិជាងហើយនោះគាត់ក៏បានស្បត់ចំពោះខ្លួនឯងដែរថាគាត់នឹងមិនលិតជង្គង់គោរពទៅកាន់របស់យកណាទៀតទេខ្ញុំកើតមកមានសេរីភាពផ្ទាល់ខ្លួនរបស់ខ្ញុំព្រះអ្នកដែលហ៊ានឲ្យខ្ញុំលិតជង្គង់ចុះនោះខ្ញុំនឹងសម្លាប់ពួកវាម្ដងម្នាក់ពីសម្ដីអមទៅដល់រូបរាងដំរីដែលលេចចេញពីខាងក្រោយនោះមើលទៅពិតជាកំណាចការសាហាវខ្លាំងមែនទែនតែគេបែរជាសោកនិយាយថាកើតមកមានសេរីភាពមែនទេក្នុងជីវិតរបស់ឯងត្រូវបានគ្រប់គ្រងទៅដោយអធិរាជនៅក្នុងពិភពលោកមួយនេះបាត់ហើយតើសេរីភាពរបស់ឯងស្ថិតនៅកន្លែងណាទៅនិយាយរួចក៏បានបាញ់នៅធម្មពលទៅកាន់ស៊ូយីងគាត់ក៏មានការភ្ញាក់ផ្អើលបើទោះបីជាអញ្ចឹងដកឃ្លាទៅខាងក្រោយបន្តិចបញ្ចេញនៅកំដាប់ដៃធ្វើឲ្យវាយទប់ទល់ត្រឡប់ទៅវិញលោកម្ចាស់វាងនោះក៏នៅតែញញឹមសរសើរផងដែរថាមិនអាក្រក់ទេនៅចំពោះមុខអ្នកដែលមានជំនាញពិតប្រាកដអធិទេពភ្នំថ្មអ្វីនោះបើប្រៀបជាមួយនឹងយើងវាគ្មានអ្វីទាំងអស់បន្ទាប់មកគេក៏បានមកចេញនៅស្និតដើរហោជាច្រើនវិភាទៅកាន់ស៊ូយីងក៏មានការភ្ញាក់ផ្អើលដើរហោនេះក៏ពិតជាច្រើនខ្លាំងណាស់យន់ឈីវិញគេក៏បានស្គាល់ផងដែរថានេះគឺជាសិល្បៈដើរកម្មការស៊ូយីងនេះវិញបើទោះបីជាដើរនេះច្រើនក៏ពិតមែនតែគាត់ក៏នៅតែអាចគេចផុតបានយន់ឈីក៏បានរំលឹកទៅដល់អត្ថបទនៅក្នុងសភៅគ្រួសាររបស់គេអធិទេពខ្មោចទាំងអស់នោះអាចប្រមូលផ្ដុំនៅផ្សែងធូបចូលទៅក្នុងធម្មពលដើររបស់ពួកគេវាអាចវិភាពីចម្ងាយរាប់ម៉ាយថែមទាំងមិនអាចទីទុកមុនបានទៀតផងលោកម្ចាស់វាងលើបែបនេះក៏និយាយថារំខានខ្លាំងណាស់មិនចេញនៅដើរពីចាក់ទៅលើរាងកាយរបស់យន់ឈីស៊ូយីងក៏ចង់ទៅជួយដែរតែស្ទើរតែមានដើរបានវាយមកកាន់គាត់ភ្លាមៗក៏ស្ទើរតែបានបដូរទិសដៅទៅរកយន់ឈីវិញម្ដងយន់ឈីក៏បានប្រាប់ស៊ូយីងថាគេមិនទាន់មកកើតនៅរាងកាយមេបានជោគជ័យទេរួចក៏ឲ្យស៊ូយីងជួយទប់ទល់បន្តិចទៅលោកម្ចាស់វាងនោះក៏បានរំលឹកចង់មកឈប់ខ្ញុំមែនទេរួចក៏បានសោតមកយ៉ាងខ្លាំងមិនចេញនៅធម្មពលកាន់តែខ្លាំងមកមិនអីទេយើងទៅឲ្យឯងរាយការណ៍បន្តិចទៀតសិនចុះគណៈពេលនេះស៊ូយីងក៏ពិបាកគេយ៉ាងខ្លាំងព្រោះតែដែរនេះក៏ពិតជាមានល្បឿនលឿនស្រាប់ពេលនឹងដែរក្មេងស្រីដែលកំពុងតែសម្លឹងមើលនោះនាងក៏ពិតជាតោះស្ទល់យ៉ាងខ្លាំងដែលឡែកស៊ូយីងនេះវិញក៏បានទាត់នៅដើមនៃស្ដាយទៅរកដើមផ្សេងទៀតធម្មពលក៏បានបន្ទោសតែបើទោះបីជាចឹងក៏នៅតែមិនអាចបញ្ឈប់វាបានដែលបែបនេះស៊ូយីងគាត់ក៏មានតែព្យាយាមគេបន្តភ្លាមក៏មានធម្មពលបានផុសចេញអំពីដីយន់ឈីក៏បានប្រាប់ស៊ូយីងថានៅខាងក្រោយគណៈពេលនឹងយើងក៏ស្ទើរតែបានឃើញនៅដើមដ៏ធំមួយបានផុសចេញមកស៊ូយីងដកឃ្លាទៅខាងក្រោយបន្តិចកំតាប់ដៃពោពេញទៅដោយធម្មពលអមទៅដោយរូបពលឹងដំរីនោះមកចូលទៅពេញទំហឹងក៏ទៅកាន់ដើមមួយនេះអតិថិបិសាយ៉ាងនោះគេក៏ត្រូវបានខ្ទាតភ្ញាក់បានយ៉ាងខ្លាំងមិនដឹងទៅរួចទៅចំណែកស៊ូយីងនេះវិញក៏បានផុសចេញអំពីកំណោបាក់បែកនោះមកគាត់ក៏និយាយទៅកាន់គេនេះគឺជាអ្វីដែលឯងមានមែនទេតែភ្លាមនោះក៏បានភ្ញាក់ផ្អើលព្រោះតែគេបានដាច់ឡើងទៅលើអាកាសនេះផងដែរថាគេពិតជាបានមើលស្ដារសមត្ថភាពរបស់ស៊ូយីងពិតមែនចាប់ពីពេលនេះតទៅយើងគឺមិនបន្ធូរដៃទៀតទេធម្មពលយ៉ាងសន្តោសន្ធើរបស់គេក៏បានផុសចេញនៅដើមរាប់ម៉ឺនដើមលើកដៃឡើងនិយាយទៅកាន់ស៊ូយីងដល់ពេលស្លាប់ហើយដែលជាច្រើនក៏បានហោះទៅរកស៊ូយីងគាត់ក៏បានកិច្ចនិយាយផងដែរថាដៃទាំងអស់នេះគ្មានទីបញ្ចប់ទេដូច្នេះហើយគាត់ក៏មានតែចូលទៅចិត្តប៉ុណ្ណោះជាលើការល្អគាត់គឺត្រូវតែកំទេចទៅកាន់រាងកាយរបស់គេដើម្បីកុំឲ្យគេប្រើប្រាស់ដើរបានទៀតតែដំណើរទៅនោះក៏មិនងាយស្រួលឡើយដែលជាច្រើនក៏នៅតែបន្តវាយមកដែលឡែកក្មេងស្រីដែលកំពុងតែឈរមើលនេះវិញនាងក៏សត្វតែបានស្រក់ទឹកភ្នែកចំណែកឯលោកម្ចាស់វាងនោះក៏នៅតែបញ្ជាដើររបស់គេចូលទៅញញឹមដោយភាពជឿជាក់ស៊ូយីងគាត់ក៏ព្យាយាមគិតយ៉ាងខ្លាំងខណៈពេលនេះក៏ស្ទើរតែមានដើរដ៏ធំមួយបានធ្លាក់មកពីលើមេឃពេលនេះស៊ូយីងក៏បានបដូរគោលដៅគឺត្រូវតែកំទេចភ្នែករបស់គេជាមុនសិនរួចក៏ព្យាយាមរត់គេបន្តតែដើររាប់ម៉ឺនដើមក៏នៅតែសម្រុកទៅរកគាត់ខណៈពេលនេះផងដែរចំហាយដើរដ៏ធំនេះក៏បានចាក់ទៅលើដីពេញទំហឹងវាក៏បានធ្លុះចូលទៅខាងក្រោមតែគេក៏បានចាប់អារម្មណ៍ព្រោះតែពេលនេះបាត់វត្តមានរបស់ស៊ូយីងបាត់ទៅហើយភ្លាមស៊ូយីងក៏បានផ្លាត់ទៅយ៉ាងលឿនពីមួយកន្លែងទៅមួយកន្លែងគេក៏និយាយមកហើយអាចលិតកំសាឯងកំពុងតែលាក់ខ្លួនមែនទេតែភ្លាមស៊ូយីងក៏បានបង្ហាញខ្លួនមកវាផាពីខាងក្រោយបើទោះបីជាអញ្ចឹងគេក៏នៅតែដឹងមុនបើចេញធម្មពលមកនេះក៏រីកធំមួយក៏បានលេចចេញតែក៏ហឹមយ៉ាងខ្លាំងជាសំណាងល្អដែលស៊ូយីងដកឃ្លាទៅខាងក្រោយតាន់លោកម្ចាស់វាងនោះក៏បានបញ្ជាឲ្យអ្នករីរបស់គេចូលចំណែកស៊ូយីងនេះវិញក៏បានបញ្ចេញនៅស្នេតកំដាប់ដៃគោកម្លាំងដំរីទម្រង់ទី5រូបពលឹងដំរីក៏បានលេចចេញមកសិនជាថ្មីគាត់ក៏បានបង្វិលខ្លួនជាញាប់បកាចេញជាឆ្កប់ជុំមួយខណៈពេលដែរទាំងអស់នេះនៅតែសម្រុកចូលនោះគាត់ក៏នៅតែអាចកំទេចបានម្ដងមួយរំពេចក្រោយធម្មពលយ៉ាងខ្លាំងក្លាក៏បានផ្ទុះស្សាយពីបណ្ដាឲ្យលោកម្ចាស់យ៉ាងនោះក៏មានការភ្ញាក់ផ្អើលភ្លាមស៊ូយីងក៏បានបង្ហាញខ្លួនមកលបឿនយលឿនស្រ័យទៅកាន់គេជីវិតរបស់ឯងគឺជារបស់ខ្ញុំតែអបិយ៉ាងម្នាក់នោះក៏ស្ទើរតែបានបញ្ចេញនៅដើរចេញពីមាត់របស់គេវាប្រហារទៅកាន់ស៊ូយីងខណៈពេលដែរយើងមិនទាន់ដឹងថាសិស្សឬមិនទាន់នឹងខ្លាចជាបែបណាទៀតប៉ុណ្ណោះសិស្សឬមួយពេលនេះក៏បានបន្តទីបញ្ចប់អញ្ចឹងបើវិចិត្រនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយ